រឿងចៅចាក់ស្មុកដកស្រង់ចេញពីសៀវភៅរឿងកតេលោកមានបុរសម្នាក់ឈ្មោះចៅចាក់ស្មុកថ្ងៃមួយចៅនោះបានទៅចុងត្នោតចាត់តាំងជាស្លឹកត្នោតចាក់ធ្វើជាស្មុកធំបានច្រើនហើយក៏ត្រេកអរប្រារព្ធបណ្ដាធ្វើបណ្ដាហើយគិតថាអញចាក់ស្មុកបានច្រើនហើយអញយកទៅលក់គេឲ្យអញបានប្រាក់1រៀលរួចអញទិញមេមាន់គេបានមកចិញ្ចឹមដល់វាយូរទៅមេមាន់ក៏បង្កើតកូនស្វាយបានច្រើនហើយអញលក់មេមាន់នោះឲ្យគេអញបានប្រាក់5រៀលហើយអញទៅទិញកូនជ្រូកមកចិញ្ចឹមលុះកូនជ្រូកនោះធំឡើងអញលក់ទៅទៀតបានប្រាក់10រៀលហើយអញទៅទិញកូនគោកូនសេះមកចិញ្ចឹមដល់វាធំឡើងយកវាទៅលក់ទៀតបានប្រាក់កាន់តែច្រើនឡើងដល់100 200រៀលអញទិញស្រាទិញចម្ការទិញភូមិលំនៅនៅជាសុខសប្បាយហើយអញធ្វើស្រែបានស្រូវច្រើនអញលក់ស្រូវលក់បន្លែផ្លែឈើបានប្រាក់300-400អញទៅដណ្ដឹងកូនក្រមុំគេយ៉ាងល្អធ្វើជាភរិយាដល់យូរទៅអញមានកូនប្រុសមួយអញស្រឡាញ់ពេកណាស់អញលួសខ្ញុំបំរើម្នាក់កុំឲ្យប្រពន្ធអញវាលំបាកនឹងកូនចៅតទៅមុខថាបើមេធាសេនោះវាបីទ្របកូនអញមិនប្រយ័ត្នធ្វើឲ្យកូនអញដួលចុះអញនឹងផ្ទះអបធាក់កុំឲ្យវាធ្លាប់ចៅនោះគិតភ្លើសតិដល់ធាក់នាងទាសីយាជើងធាក់ជាងថ្នោតដោយពេញកម្លាំងក៏ធ្លាក់ចុះចាក់ចុងថ្នោតនោះមួយរំពេចចៅនោះមានស្មារតីក៏ស្រវាចាប់ចុងថ្នោតនៅជាប់ឈ្មោះតាំងតោនឹងស្រវាចាប់ជាងវិញក៏ពំរួចចង់ទម្លាក់ខ្លួនមកដីខ្លាចក្តីស្លាប់ព្រោះថ្នោតលែងនៅខ្ពស់ចៅនោះក៏បានសេចក្តីទុក្ខវេទនាដោយតាំងចុងថ្នោតនោះឯងគ្រាកាលនោះមានត្រមែដំរីម្នាក់បោះដំរីមកត្រង់ដើមថ្នោតនោះតែចៅចាក់ស្មុកស្រែកកង្វល់ថាអោអ្នកបងអើយនៅតាជួយជីវិតខ្ញុំបាបក្នុងគ្រានេះផងជួយដាក់ខ្ញុំបាបផងបើខ្ញុំរួចជីវិតម្ដងនេះខ្ញុំនឹងទៅជាខ្ញុំបម្រើរបស់អ្នកបងត្រមាក់ដំរីបានឮបានឃើញដូច្នេះក៏បោះ